ស្ដីបងប្អូនអ្នកនាងមកជួបខ្ញុំទីបងប្អូនបាទឥឡូវនេះយើងមកទស្សនាបាទការស្ងោរជ្រូកត្រីបងប្អូនបាទយើងបានត្រីឡាប់យ៉ាមួយណាបងប្អូនឡាប់យ៉ានេះធំបងប្អូនបាទ1គីឡូបងប្អូនឥឡូវខ្ញុំកាប់វាជាផ្នែកដែលយើងចង់បានណាបងប្អូនបាទនេះស្ងោរជ្រូកយើងបាទជីជ្រក់មានគល់ត្រីម្ដេងណាបងដាក់ចូលបងប្អូនបាទឥឡូវទឹកបើកមកដាក់ចូលបងប្អូនបាទគឺយើងដាក់គល់ត្រីដាក់ម្ទេសម្ដេងបាទបាញ់កាត់ចំអាបងប្អូនបាទប្រើវាបន្តិចទៅបាទទៅពុះបាទឥឡូវវាពុះហើយបងប្អូនបាទពុះហើយគឺអត់ងាយអីពិបាកទេបាទស្ងោរជ្រក់ត្រីបងប្អូនបាទគឺយើងដាក់ត្រីដែលយើងបានកាប់ជាផ្នែកមិញដែលយើងចង់បានហ្នឹងបងប្អូនបាទដាក់ចូលមកបងប្អូនបាទត្រីបាទហើយស្ងោរជ្រក់ត្រីឡាប់យ៉ានេះឆ្ងាញ់ណាបងប្អូនបាទសាច់ត្រីវារឹងល្អណាបាទឆ្ងាញ់បងប្អូនបាទជាតិអីអូតនីតែម្ដងបងប្អូនវាអត់មានឆ្អាបអីដូចជាត្រីទូកត្រីទេបងប្អូនបាទគឺវារសជាតិវាឆ្ងាញ់យើងអាចទទួលយកបានបងប្អូនបាទហើយសាច់វារឹងល្អហើយត្រីឡាប់យ៉ាវាជាក់ដែរបងប្អូនគឺយើងយកឡាប់យ៉ារស់បងប្អូនបាទបានស្ងោរទៅវាឆ្ងាញ់បងប្អូនកាលណាបងប្អូនទិញឡាប់យ៉ាងាប់ក៏យកមកស្ងោរក៏វាអត់សូវមានរសជាតិឈ្ងុយឆ្ងាញ់ដែរបងប្អូនបាទបន្ទាប់ពីខ្ញុំបានដាក់ត្រីរួចរាល់ខ្ញុំក្រើបវាទៅឲ្យពុះបន្តិចបងប្អូនបាទហើយការស្ងោរជ្រូកត្រីនេះវាលឿននេះបងប្អូនបាទតា4-5នាទីហ្នឹងគឺបានហូបបងប្អូនបាទយើងបើកហ្គាសមកល្មមបងប្អូនបាទហើយយើងដាក់គ្រឿងរបស់យើងទៅបងប្អូនណាគ្រឿងរបស់យើងគ្រឿងខ្មែររបស់យើងមានអីទេបងប្អូនបាទមានទឹកត្រីស្ករសប៊ីចេងបងប្អូន3មុខនេះបាទគឺបន្ថែមជាតិរសឈ្ងុយឆ្ងាញ់តែម្ដងហើយបងប្អូនបាទដាក់ទឹកត្រីទៅបងប្អូនបាទប៊ីចេងបាទស្ករសទៅបងប្អូនបាទដាក់មកល្មមភ្លក់មកល្មមបងប្អូនបាទហើយសម្លនេះដែរបងប្អូនគឺយើងធ្វើហូបតែម្នាក់ឯងទេបងប្អូនបាទតែក៏មួយឆ្នាំងបងប្អូនបាទគឺឆ្នាំងអាចហូបបាន4ទៅ5នាក់បងប្អូនបាទតែដោយសារយើងនៅម្នាក់ឯងហើយយើងធ្វើហូបទៅបងប្អូនបានស្នាដៃខ្លួនឯងហើយរសជាតិវាមកទទួលយកបានដែរបងប្អូនបាទបន្ទាប់ពីខ្ញុំដាក់គ្រឿងរួចរាល់ហើយបងប្អូនបាទគឺយើងចាប់ផ្ដើមកូរបន្តិចបងប្អូនបាទហើយយើងដួសពពុះនឹងចេញបន្តិចទៅបងប្អូនបាទពុះនេះក៏វាគឺជាផ្នែកមួយនៃចម្អាបដែរអញ្ចឹងយើងដួសវាហើយយើងភ្លក់មើលខ្ញុំគិតថាប៉ុណ្ណឹងល្មមទេបងប្អូនរសជាតិអាចទទួលយកបានហើយអញ្ចឹងអ្វីដែលយើងមិនភ្លេចមិនបានគឺបាទជីជ្រូករបស់យើងបងប្អូនដាក់ចូលតែម្ដងដោយសារខ្ញុំធ្វើហូបតែមួយពេលទេបងប្អូនអញ្ចឹងខ្ញុំដាក់ចូលតែបើសិនជាបងប្អូនហូបពីពេលបងប្អូនចាំដាក់ក្រៅក៏បានដែរសម្រាប់ជីជ្រូកបងប្អូនបាទឥឡូវជ្រក់ស្ងោរជ្រក់ត្រីឡាប់យ៉ារបស់ខ្ញុំក៏បានចាំរួចរាល់ហើយដែរបងប្អូនឥឡូវចាប់ផ្ដើមដួសដាក់ចានបងប្អូនបាទប៉ុណ្ណឹងឲ្យប្រមាណភាគរយដែរបងប្អូនបាទស្នាដៃធ្វើបងប្អូនចាំជួយខមមិនម្នាក់មួយផងបាទ